មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9ឆ្នាំ2026ក្រោមប្រធានបទ TVET ផ្ដល់ជំនាញការងារនិងប្រាក់ចំណូលមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9ឆ្នាំ2026ក្រោមប្រធានបទ TVET ផ្ដល់ជំនាញការងារនិងប្រាក់ចំណូលក្រោមអធិបតីភាពលោកហ៊ួនវណ្ណិតអភិបាលរងខេត្តឧត្តរមានជ័យដោយមានសមាជិកពាក់ព័ន្ធចូលរួមយ៉ាងច្រើនកកកលោកពៅសារួននាយកស្ដីទីនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យបានលើកឡើងថាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបានបន្តជំរុញការអនុវត្តគោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនិងវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ1,500,000 នាក់ចំនួន6វគ្គដែលមានសិក្ខាកាមសរុប148នាក់ស្រី95នាក់ដែលបែងចែកតាមជំនាញរួមមានជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន1វគ្គមានសិក្ខាកាមសរុប14នាក់ស្រី0នាក់ជំនាញសេវាកម្មកុំព្យូទ័រ1វគ្គមានសិក្ខាកាមសរុប19នាក់ស្រី13នាក់ជំនាញសេវាកម្មរចនាក្រាហ្វិកដោយកុំព្យូទ័រ4វគ្គមានសិក្ខាកាមសរុប114នាក់ស្រី82នាក់លោកម៉ូតសុកមេសាប្រធានមន្ត្រីការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យបានលើកឡើងថាទិវានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនិងធ្វើការផ្សព្វផ្សាយទៅដល់សិស្សនិស្សិតយុវជនមាតាបិតាអាណាព្យាបាលសាធារណជននិងផ្នែកឯកជនឲ្យបានយល់ដឹងអំពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈក្នុងជំនាញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាពនិងប្រសិទ្ធភាពឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងនិងក្រៅប្រទេសលោកហ៊ួនវណ្ណិតមានប្រសាសន៍ថាការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈពិតជាបានដើរតួនាទីសំខាន់ណាស់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសព្រមទាំងបង្កើតនិងទទួលបានការងារធ្វើកាន់តែល្អនិងការជំរុញលើកកម្ពស់ជីវភាពកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋម្នាក់ៗដើម្បីប្រែក្លាយក្តីសុបិនក្នុងការផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋគ្រប់រូបអាចធ្វើការសិក្សាពេញមួយជីវិតលោកក៏បានអំពាវនាវដល់យុវជនយុវនារីទាំងអស់ត្រូវមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេសគ្រប់គ្នាដើម្បីមានជំនាញច្បាស់លាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលបានកំណត់អាទិភាពគន្លឹះទី1គឺមនុស្សដោយផ្ដោតសំខាន់លើការកសាងនិងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពសមត្ថភាពជំនាញវិជ្ជាជីវៈច្បាស់លាស់គំនិតច្នៃប្រឌិតនិងភាពប្រកួតប្រជែងខ្ពស់ដោយសម្រេចឲ្យបាននៅគោលដៅពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត